អ្នកប្រាជ្ញរបស់ប្រទេសចិនឡើយជឿបាននិយាយថាអ្នកដឹងមិននិយាយហើយអ្នកដែលនិយាយមិនដឹងអ្នកប្រាជ្ញមិននិយាយច្រើននោះទេហើយអ្នកដែលនិយាយច្រើនក៏មិនមែនជាអ្នកប្រាជ្ញដែរការមិននិយាយមិនមែនមានន័យថាយើងមិននិយាយនោះទេហើយការនិយាយក៏មិនមែនមានន័យថាយើងនិយាយដែរត្រង់នេះមិននិយាយមានន័យថាមិននិយាយនៅពេលដែលមិនគួរហើយនិយាយមានន័យថានិយាយនៅពេលដែលអ្នកមិនគួរនិយាយអ្នកចេះមិននិយាយហើយអ្នកនិយាយមិនចេះមានន័យថាអ្នកប្រាជ្ញនិយាយការដ៏គួរហើយមិននិយាយពេលដែលមិនគួរនិយាយអ្នកណាដែលនិយាយមិនត្រូវកលៈទេសៈហើយនិយាយមិនសមហេតុសមផលអ្នកនោះគឺជាមនុស្សមិនឆ្លាតទេដឹងអ្វីដែលអ្នកដឹងប៉ុន្តែមិនដឹងអ្វីដែលអ្នកមិនដឹងនិយាយអ្វីដែលអ្នកនិយាយប៉ុន្តែមិនអាចនិយាយអ្វីដែលអ្នកមិនអាចនិយាយបានទេហើយការនិយាយមិនមែនជាចំណេះដឹងហើយចំណេះដឹងក៏មិនមែនជាការចេះដឹងគ្រប់យ៉ាងដែរការសមាធិឲ្យតម្លៃលើភាពស្ងប់ស្ងាត់ភាពស្ងប់ស្ងាត់បានន័យថាអ្នកយល់ហើយប្រណិប័តហើយធ្វើតាមការបង្រៀនដែលគ្មានពាក្យត្រូវនិយាយព្រះពុទ្ធសាសនាបំបត្តិការជាប់ជំពាក់និងការប្រកាន់ខ្លួនពេលដែលយើងជួបមិត្តភ័ក្តិយូរឆ្នាំយើងតែងតែនិយាយថាផឹក1000ពេងមិនស្រវឹងហើយមានពាក្យជាច្រើនត្រូវនិយាយគ្នាបើយើងនិយាយចុះសម្រុងគ្នាក៏មានពាក្យនិយាយច្រើនតែបើយើងនិយាយមិនចុះសម្រុងគ្នាកុំនិយាយការមិននិយាយមិនប្រកែកមិនពិភាក្សាគឺដូចគ្នានឹងការប្រព្រឹត្តដែលឡើយជឿបានសរសេរក្នុងសៀវភៅការមិនធ្វើមិនមែនមានន័យថាមិនធ្វើទេតែធ្វើតាមចំណង់គឺធ្វើតាមកលៈទេសៈគួរធ្វើហើយមិនធ្វើក្នុងពេលដែលមិនគួរធ្វើដូច្នេះហើយមនុស្សមួយចំនួនមិនអាចយល់ដល់កម្រិតនេះទេហើយគិតថាការធ្វើសកម្មភាពរបស់ឡើយជឿមានន័យថាមិនធ្វើអ្វីទាំងអស់ហើយការមិននិយាយមានន័យថាមិននិយាយអ្វីទាំងអស់ផ្ទុយទៅវិញពួកគេនិយាយថាគំនិតរបស់ឡើយជឿមានលក្ខណៈអវិជ្ជមានសម្រាប់មនុស្សប្រភេទនេះយើងគួរត្រឹមនៅស្ងៀមកុំប្រកែកកុំពិភាក្សាហើយទុកឲ្យគេគិតថាខ្លួនឯងត្រូវទៅចោះទោះព្រះពុទ្ធមកប្រោះគេផ្ទាល់ក៏គេមិនយល់ដែរព្រះពុទ្ធបានទូន្មានយើងថានិយាយអ្វីកុំឲ្យលើសពី3ដងបើគេចេះពិចារណាមានប្រាជ្ញាចាស់ខ្លាគេនឹងយល់ពីអត្ថន័យពិតដែលយើងនិយាយមានរឿងមួយបុរសម្នាក់និយាយជាមួយខុងជឺថារោដៅមាន3ហើយបុរសម្នាក់នោះប្រៀបដូចជាសត្វត្រីកំពុងតែយំគួរឲ្យថ្លង់ហើយបានប្រកែកជាមួយនឹងសិស្សខុងជឺថាក្នុងមួយឆ្នាំមានរដូវ3ឬ4នៅពេលដែលបុរសម្នាក់នោះកំពុងតែប្រកែកជាមួយនឹងសិស្សខុងជឺបានតបទៅបុរសនោះថារដូវមានតែ3ទេក្នុងមួយឆ្នាំក្រោយពីខុងជឺនិយាយស្របតាមគាត់ហើយបុរសនោះគិតថាគាត់ឈ្នះហើយដូច្នេះគាត់ក៏បានចាកចេញបន្ទាប់មកខុងជឺបានងាកទៅប្រាប់សិស្សរបស់គាត់ថារដូវមាន4ដងក្នុងមួយឆ្នាំចំណែកឯបុរសនោះបានឃើញតែ3រដូវប៉ុណ្ណោះប្រសិនបើអ្នកនិយាយជាមួយគាត់ថាមាន4រដូវយើងនឹងចំណាយពេលវេលាឥតប្រយោជន៍ជាមួយគាត់ជារៀងរហូតដូច្នេះហើយខុងជឺគឺជាអ្នកប្រាជ្ញមិនមែនថាគាត់មិននិយាយទេតែគាត់និយាយពេលសមគួរហើយមិននិយាយពេលមិនគួរគាត់អាចនិយាយជាមួយមនុស្សមួយចំនួនប៉ុន្តែគាត់ក៏មិនអាចនិយាយជាមួយមនុស្សមួយចំនួនដូចគ្នានៅសម័យសង្គ្រាមនគរទាំង6មន្ត្រីឈ្មោះអូស៊ីអូជាមនុស្សដែលមានឥទ្ធិពលខ្លាំងប៉ុន្តែគាត់ក៏មានកំហុសមួយផងដែរគាត់ជាមនុស្សដែលនិយាយមិនចេះមើលកលៈទេសៈគាត់បានបញ្ចុះបញ្ចូលស្ដេចនគរអូម្ដងហើយម្ដងទៀតឲ្យសម្លាច់ស្ដេចកើជៀនការនិយាយដដែលរបស់មន្ត្រីធ្វើឲ្យស្ដេចនគរអូខឹងជាខ្លាំងទីបញ្ចប់បានចេញបញ្ជាឲ្យប្រហារជីវិតស៊ីអូជាការពិតអ្វីដែលមន្ត្រីរូបនេះនិយាយគឺត្រឹមត្រូវសមហេតុផលតែស្ដេចអូជាស្ដេចល្ងង់ស្ដាប់សម្ដីរបស់គាត់មិនចូលតែគាត់នៅតែប្រឹងបញ្ចុះបញ្ចូលទីបំផុតលទ្ធផលរបស់គាត់គឺស្លាប់នៅជំនាន់មហាថាងមន្ត្រីឈ្មោះវៃចឹងដែលជាមន្ត្រីដ៏ល្បីល្បាញមួយរូបគាត់គឺល្បីល្បាញដោយសារការរិះគន់ចំពេលខ្លះគាត់បានធ្វើឲ្យអធិរាជមហាថាងលីស៊ីមីងខឹងយ៉ាងខ្លាំងរហូតចង់សម្លាប់គាត់ក្រោយមកអធិរាជលីស៊ីមីងបានសួរវៃចឹងថា
តើអ្នកមិនខ្លាចថាខ្ញុំនឹងសម្លាប់អ្នកសម្រាប់ការនិយាយចំពីកំហុសឆ្គងរបស់ខ្ញុំទេវៃចឹងបាននិយាយថាដោយសារតែព្រះអង្គជាក្សត្រដ៏ឆ្លៀសវៃទើបខ្ញុំហ៊ានផ្ដល់យោបល់រិះគន់ចំដល់ព្រះអង្គប្រសិនបើព្រះអង្គមិនមែនជាអ្នកគ្រប់គ្រងដ៏ឆ្លៀសវៃទេខ្ញុំក៏មិនហ៊ានផ្ដល់យោបល់រិះគន់ចំដល់ទ្រង់ដែរការនិយាយប្រៀបដូចជាការរត់ម៉ារ៉ាតុងដែរបើគេចង់រត់លឿនគេនឹងរត់លឿនបើគេចង់រត់យឺតគេនឹងរត់យឺតបើគេមិនចង់រត់ទេគេនឹងនៅមួយកន្លែងអ្នកមិនអាចបង្ខំអ្នករត់យឺតឲ្យរត់លឿនបានទេតើគេអាចរត់លឿនដូចអ្នកដែរឬទេអ្វីដែលឡើយជឿបានសង្កត់ធ្ងន់ក្នុងការនិយាយគឺលើបញ្ហានៃពេលវេលានិងក្នុងការឆ្លើយតបទៅនឹងស្ថានភាពនៃកលៈទេសៈនិយាយពេលស្ថានភាពត្រូវហើយកុំនិយាយពេលស្ថានភាពខុសអ្នកប្រាជ្ញតែងតែនិយាយនៅពេលកលៈទេសៈដ៏ត្រឹមត្រូវសម្រាប់ខ្ញុំមិនដឹងថាតាំងពីពេលណាទេខ្ញុំកាន់តែស្ងៀមស្ងាត់និងមិនចង់និយាយច្រើនដូចមុនខ្ញុំលែងចូលចិត្តឆ្លោះជាមួយអ្នកដទៃលែងទៅរកអ្នកណាម្នាក់ដើម្បីត្អូញត្អែដាក់គេហើយក៏លែងខ្វល់ពីមនុស្សនិងរបស់ដែលមិនមានតម្លៃទៀតឡើយពេលខ្ញុំនៅស្ងៀមខ្ញុំមានអារម្មណ៍ឆ្អែតប៉ុន្តែពេលខ្ញុំនិយាយខ្ញុំមានអារម្មណ៍ថាតូទេប្រសិនបើអ្នកកាន់តែស្ងៀមស្ងាត់ខ្ញុំសូមអបអរអ្នកទីបំផុតអ្នកខ្លាចជាមនុស្សពេញវ័យពិតប្រាកដការពិតមិនមែនដោយសារខ្ញុំចាញ់ពាក្យសម្ដីរបស់គេនោះទេប៉ុន្តែខ្ញុំគ្រាន់តែមិនហ៊ានប្រកែកកាលនៅក្មេងខ្ញុំតែងតែឆ្លោះជាមួយអ្នកដទៃអំពីរឿងតូចតាចប្រសិនបើនរណាម្នាក់និយាយអ្វីដែលធ្វើឲ្យខ្ញុំមិនសប្បាយចិត្តខ្ញុំតែងតែតស៊ូតបវិញឲ្យអស់ពីកម្លាំងរបស់ខ្ញុំនិងចំណេះដឹងរបស់ខ្ញុំប្រសិនបើនរណាម្នាក់បញ្ចេញមតិខុសគ្នាខ្ញុំតែងតែលើកទស្សនៈអ្នកប្រាជ្ញដើម្បីស្វែងរកខុសត្រូវហើយរកអ្នកឈ្នះនិងអ្នកចាញ់នៅទីបញ្ចប់អ្នកចាញ់មានអារម្មណ៍ថាខឹងកាន់តែខ្លាំងឡើងអ្នកឈ្នះក៏ខ្ជិះខ្ជាយពេលវេលានិងកម្លាំងជាច្រើនផងដែរតែវាមានតម្លៃតតែសោះទីបំផុតមិត្តភក្តិក៏មើលមុខគ្នាលេងចំមានរឿងខ្លីមួយគេបាននិទានថាទុនសាយនិងសត្វជាមជាមិត្តល្អនឹងគ្នាថ្ងៃមួយពួកគេបានពិភាក្សាគ្នាអំពីអ្វីដែលឆ្ងាញ់បំផុតនៅលើលោកទុនសាយថាការ៉ុតចំណែកឯជាមថាស្មៅអ្នកទាំងពីរបានឆ្លុះប្រកែកគ្នាយ៉ាងស្វិតស្វាញហើយដោយកំហឹងក៏បានសុំឲ្យចចកធ្វើជាអាញាកណ្ដាលឆ្កែចចកបាននិយាយថារបស់ដែលឆ្ងាញ់បំផុតមិនមែនជាការ៉ុតឬស្មៅនោះទេគឺជាសាច់បន្ទាប់មកចចកបានស៊ីទាំងទុនសាយនិងជាមនៅលើโลกយើងនេះមានរឿងជាច្រើនមិនថាត្រូវឬខុសល្អឬអាក្រក់នោះទេវាស្ថិតលើកម្រិតនៃការយល់ដឹងរបស់មនុស្សម្នាក់ព្រោះមនុស្សម្នាក់មានកម្រិតនៃការយល់ដឹងមិនដូចគ្នាវានាំឲ្យមានភាពខុសគ្នាយ៉ាងខ្លាំងនៅក្នុងគំនិតរបស់មនុស្សម្នាក់ដែលយើងមិនងាយនឹងផ្លាស់ប្ដូរដោយអំណាងមួយចំនួនឡើយមិនចាំបាច់ឆ្លោះជាមួយមនុស្សដែលគ្មានហេតុផលវាគ្មានប្រយោជន៍ទេក្នុងចំនួនជាមួយមនុស្សរឹងរូសបែបនេះជំនួសឲ្យការជជែកវែកញែករឿងតូចតាចដែលនាំឲ្យគ្មានលទ្ធផលយល់ល្អគួរតែនៅស្ងៀមស្ងាត់ហើយចាកចេញដោយសុភាពដោយពាក្យមួយពោលថាឆ្កែព្រុសមនុស្សនៅតែដើរអ្នកប្រាជ្ញមិននិយាយចំទេតែគាត់គិតដោយស្ងៀមស្ងាត់គាត់អាចមើលឃើញបញ្ហាត្រឹមតែមួយផ្លេតប៉ុន្តែគាត់កម្រនិយាយចេញមកក្រៅណាស់បើនិយាយទៅឥតប្រយោជន៍អ្នកចេះដឹងមិនហ៊ានប្រកែកជាមួយអ្នកដទៃទេមិនធ្វើការងារគ្មានប្រយោជន៍ហើយផ្ដោតលើការបណ្ដុះបណ្ដាលខ្លួនឯងច្រើនជាងមានតែការមិនជាប់ពាក់ព័ន្ធនឹងមនុស្សអាក្រក់មិនឆ្លោះជាមួយមនុស្សល្ងង់ខ្លៅនិងមិនត្រូវធ្វើឲ្យមនុស្សល្ងង់ខ្លៅប្រើប្រាស់ទើបអាចដោះបន្ទុករបស់ខ្លួនចេញទៅមុខយ៉ាងស្រាលបានធ្វើមិនដឹងវាគ្រាន់តែជាការរៀនក្នុងការមើលបញ្ហាក្នុងជីវិតក្នុងផ្លូវវិជ្ជមានប៉ុណ្ណោះការខ្ញុំនៅក្មេងខ្ញុំតែងតែប្រាប់អ្នកដទៃភ្លាមនៅពេលដែលខ្ញុំជួបរឿងតូចតាចបំផុតសូម្បីតែពេលឃើញទេសភាពស្អាតញ៉ាំអាហារឆ្ងាញ់ជួបមនុស្សដែលខ្ញុំស្រឡាញ់ឬមានអារម្មណ៍ល្អខ្ញុំតែងតែចូលចិត្តចែករំលែកសុភមង្គលជាមួយមិត្តភ័ក្តិរបស់ខ្ញុំឲ្យបានឆាប់តាមដែលអាចធ្វើទៅបានហើយយើងទាំងអស់គ្នាបានសើចសប្បាយជាមួយគ្នានៅពេលដែលខ្ញុំប្រឡងមិនជាប់ឆ្លោះជាមួយគូស្នេហ៍ត្រូវមេស្ដីបន្ទោសឬមានអារម្មណ៍សោកសៅខ្ញុំតែងតែរកមិត្តភ័ក្តិដើម្បីនិយាយជជែកលេង
បន្ទាប់ពីខ្ញុំបានរៀបរាប់ពីសោកសៅរបស់ខ្ញុំមានអារម្មណ៍ថាធូរស្រាលជាងមុនប៉ុន្តែបន្តិចម្ដងខ្ញុំឃើញថាមានការចូលចិត្តតិចតួចណាស់ក្នុងរង្វង់មិត្តភ័ក្តិរបស់ខ្ញុំរហូតដល់ថ្ងៃមួយខ្ញុំបានទៅកន្លែងដ៏ស្រស់ស្អាតហើយបានថតរូបថតស្អាតជាច្រើនសន្លឹកយ៉ាងយកចិត្តទុកដាក់ប៉ុន្តែខ្ញុំមិនដឹងថាត្រូវផ្ញើរូបថតនោះទៅអ្នកណាទេជាការពិតណាស់ខ្ញុំបានរងទុក្ខលំបាកយ៉ាងច្រើននៅក្នុងជីវិតហើយគេមិនលក់ហើយខ្ញុំរកមើលថាតើនរណាម្នាក់អាចជជែកជាមួយខ្ញុំបានប៉ុន្តែខ្ញុំរកមិនឃើញអ្នកណាត្រូវនិយាយជាមួយទាល់តែសោះនៅពេលនោះខ្ញុំស្រាប់តែយល់ថាមិនមែនគ្រប់គ្នាអាចនៅជាមួយយើងជារៀងរហូតដល់ទីបញ្ចប់នោះទេហើយក៏មិនមាននរណាម្នាក់សុទ្ធតែមានឆន្ទៈយល់ពីភាពរីករាយនិងសេចក្តីទុក្ខព្រួយរបស់យើងដែរនិងដឹងពីភាពត្រជាក់ក្តៅរបស់យើងដែរខ្ញុំគិតថាខ្ញុំកំពុងតែចែករំលែកសុភមង្គលប៉ុន្តែអ្នកផ្សេងគិតថាខ្ញុំកំពុងអួតទៅវិញនៅពេលដែលខ្ញុំកំពុងរៀបរាប់ប្រាប់ពីការឈឺចាប់របស់ខ្ញុំប៉ុន្តែអ្នកផ្សេងគិតថាខ្ញុំជាមនុស្សលាក់ពុតឬសម្ដែងទៅវិញកុំវាតម្លៃទំនាក់ទំនងរបស់អ្នកជាមួយអ្នកណាច្រើនពេកវាប្រៀបដូចជាការដាក់សម្ពាធលើអ្នកដទៃមនុស្សគ្រប់រូបមានជីវិតរៀងៗខ្លួនដើម្បីរស់ហើយអ្នករាល់គ្នាមានការឈឺចាប់និងការនឿយហត់ដូចគ្នាវាមិនអាចទៅរួចទេសម្រាប់នរណាម្នាក់នៅស្ដាប់ការឈឺចាប់ឬក្តីសប្បាយរីករាយរបស់អ្នកនៅពេលដែលអ្នកសប្បាយចិត្តអ្នកគ្រាន់តែរីករាយជាមួយវាទៅពេលឈឺចាប់អ្នកគ្រាន់តែខំថ្មិញហើយស៊ូទ្រាំជាមួយវាទៅមិនចាំបាច់រំខានអ្នកដទៃជាមួយអ្វីៗគ្រប់យ៉ាងទេអ្នកនៅតែអាចរស់បាននៅក្នុងជីវិតដ៏អស្ចារ្យរបស់អ្នកតែម្នាក់ឯងបានបើអ្នកមិននិយាយច្រើនដូចមុនបញ្ជាក់ថាអ្នកធំហើយមានពេលមួយយើងបានបង្ហាញភាពរីករាយកំហឹងទុក្ខព្រួយនិងសុភមង្គលរបស់យើងនៅលើមុខរបស់យើងសើចខ្លាំងពេលសប្បាយចិត្តហើយយើងយំខ្លាំងពេលយើងពិបាកចិត្តព្រោះយើងខ្លាចអ្នកដទៃមិនដឹងតែឥឡូវនេះយើងបានរៀមលេបពាក្យសម្ដីនិងទឹកមុខដែលស្ងៀមស្ងាត់ហើយធ្វើជាមនុស្សពេញវ័យដែលចេះប្រងើយកន្តើយនឹងរឿងទាំងអស់នោះនៅពេលដែលអ្នកឆ្លងកាត់ការលំបាកក្នុងជីវិតនិងបានឃើញពីភាពទន់ខ្សោយនៃផ្លូវចិត្តរបស់មនុស្សអ្នកនឹងឃើញថាទោះបីជាអ្នកនិយាយពោពេញដោយអំណាចនិងទស្សនវិជ្ជាល្អៗយ៉ាងណាក៏ដោយក៏វាមិនល្អដូចភាពស្ងប់ស្ងាត់ដែរអ្នកមិនចាំបាច់ជជែកវែកញែកឬហែកមុខប្រឆាំងនឹងនរណាម្នាក់ឡើយសម្រាប់រឿងខ្លះដែលមិនចាំបាច់អ្នកគ្រាន់តែទុកវាចោលទៅបានហើយពាក្យខ្លះគ្មានប្រយោជន៍ទេទោះបីអ្នកនិយាយត្រឹមត្រូវមានហេតុផលក៏ដោយដូច្នេះកុំនិយាយវាល្អជាងចំណែកឯការឈឺចាប់ខ្លះយើងគ្រាន់តែទុកឲ្យវាជាសះស្បើយបន្តិចម្ដងដែលខ្លួនឯងទៅពាក់កណ្ដាលនៃជីវិតរបស់ខ្ញុំបានកន្លងផុតទៅហើយវាជាការប្រសើរក្នុងការនៅស្ងៀមស្ងាត់ភាពស្ងៀមស្ងាត់មិនមែនមកពីយើងគ្មានអ្វីត្រូវត្អូញត្អែរនោះទេតែចិត្តយើងទទេស្អាតបាត់ទៅហើយវាមិនមែនដោយសារតែយើងជាមនុស្សកំសាកមិនហ៊ាននិយាយប្រឆាំងនឹងគេទេប៉ុន្តែដោយសារតែយើងធំដឹងក្តីហើយទីបំផុតអ្នកនឹងដឹងថាអ្នកមានផ្លូវដើររបស់អ្នកហើយបេះដូងរបស់អ្នកកាន់តែរឹងមាំជាងមុនអ្នកមិនចាំបាច់បង្ហាញខ្លួនចំពោះអ្នកណាទេអ្នកមិនចាំបាច់ទទួលការយកចិត្តទុកដាក់ពីអ្នកដទៃឡើយគ្រាន់តែធ្វើអ្វីៗឲ្យអស់ពីសមត្ថភាពដែលស្ងៀមស្ងាត់នោះអ្នកនឹងមានភាពប៉ិនប្រសប់កាន់តែខ្លាំងជាងមុនជីវិតគឺខ្លីណាស់ខ្ញុំសង្ឃឹមថាអ្នកកុំដើរលឿនពេកឬយឺតពេកមិនត្រូវឆ្លោះគ្នាជាមួយអ្នកដទៃឬមិនចេះអត់ធ្មត់ឡើយដើរទៅមុខដោយភាពទន់ភ្លន់និងសុភាពជាមួយនឹងផ្លូវចិត្តដ៏រឹងមាំ